បាទសូមជម្រាបសួរបងប្អូនថ្ងៃនេះខ្ញុំមកប្រាប់អំពីការប្រើប្រាស់ Echo បាទអញ្ចឹងយើងមើលមានដុំ monitor បាទ monitor ទប់ភ្លើងហើយយើងមានកុំព្យូទ័របាទមានកុំព្យូទ័រហើយនឹងម៉ាស៊ីន print នេះម៉ាស៊ីន print ពេលដែលយើង Echo ហើយយើងមានម៉ាស៊ីន print ដើម្បី print ចេញលទ្ធផលបាទហើយនេះគឺម៉ាស៊ីន Echo ហ្នឹងហើយម៉ាស៊ីន Echo ហើយម៉ាស៊ីន Echo នេះ Mark 4G បាទហើយនឹងនេះគឺកន្លែងគេហៅថាអាចថា keyboard ចុះយើងចុចហ្នឹងកន្លែងចុចបាទអរគុណហ្នឹងហើយនេះកន្លែងគេងរបស់អ្នកជំងឺយើងមើលទៅទាំងអស់នេះជាម៉ាស៊ីនដែលយើងត្រូវប្រើប្រាស់ Echo បាទយើងមានឧបករណ៍ទាំងអស់ហ្នឹងបានយើងអាចប្រើប្រាស់ Echo បានបាទអរគុណសូមជម្រាបលា